ចប់ហើយអាជីពេលនេះគ្មានអ្វីត្រូវលាក់បាំងទៀតទេសួស្ដីបងប្អូនអរគ្នាបាទជាពិសេសអ្នកដែលតាមដានរឿងម្ចាស់ស្នេហ៍ប្រែបេះដូងទាំងអស់គ្នាឥឡូវនេះគឺភាគ18របស់យើងគឺបានចប់ហើយអញ្ចឹងមុននឹងភាគ19ចេញយើងចង់និយាយភាគ18បន្តិចបងប្អូនបាទការវិភាគ18នេះគឺលោកវិទ្យបានរៀបគម្រោងការធ្វើស៊ីអាឆាយហើយនិងអាជីឡើងបាក់មុខតែម្ដងបងប្អូនអញ្ចឹងយើងក៏លេចទៅមើលប្រូជេមវិញបងប្អូនបាទប្រូជេមមកគាត់ចូលដៃចូលជើងក្នុងរឿងរបស់លោកវិទ្យនឹងដែរបាទគាត់បានទៅហៅអាឆាយមកផ្ទះលោកវិទ្យដើម្បីឲ្យលោកវិទ្យនឹងសុំទោសតាមពិតវាគ្រាន់តែជាគម្រោងការរបស់លោកវិទ្យហើយនឹងប្រូជេមទេបងប្អូនអញ្ចឹងយើងក៏លេចទៅមើលអាឆាយវិញបងប្អូនបាទអាឆាយទោះបីជាគេសុំទោសយ៉ាងណាក៏ដោយក៏វានៅតែរៀបគម្រោងការផែនការក្បត់ទៅលោកវិទ្យដែរបងប្អូនបាទគឺវាមនុស្សមិនស្មោះត្រង់នោះទេប៉ុន្តែគម្រោងការរបស់អាឆាយហើយនឹងអាបឺតគឺអត់ជោគជ័យទេបងប្អូនបាទគឺជោគជ័យគម្រោងការរបស់លោកវិទ្យវិញបាទដោយសារតែចំថ្ងៃគប់កំណត់របស់គាត់ក៏បានអញ្ជើញអាឆាយអាជីហើយនឹងក្រុមគ្រួសាររបស់អាជីក៏ដូចជាក្រុមគ្រួសារអាឆាយនឹងបាទទៅចូលរួមកម្មវិធីបាទគប់កំណត់របស់គាត់អញ្ចឹងណាហើយបើយើងក៏លេចទៅមើលអាជីវិញគឺចិត្តចង្អៀតខ្លាំងមែនទែនបាទសូម្បីតែលោកវិទ្យបាទតាក់ទងម៉ាលីហៅមកចូលរួមកម្មវិធីជាមួយម្ដាយរបស់គាត់ក៏អាជីនឹងអត់សុខចិត្តដែរមិនដឹងថាគាត់ចិត្តសាងមកពីអ្វីនោះទេហើយបើយើងក៏លេចទៅមើលលោកវិទ្យវិញនេះគឺជាឱកាសល្អរបស់គាត់ហើយដែលគាត់បង្ហាញរូបភាពទាំងនឹងឲ្យក្រុមគ្រួសារទាំងសងខាងឃើញហើយរឿងរបស់យើងក៏ចប់តែប៉ុណ្្នឹងឯងអញ្ចឹងដូចខ្ញុំនិយាយកាលពីវីដេអូមុនអញ្ចឹងបងប្អូនបាទខ្ញុំថារឿងហ្នឹងគឺបាយការត្រឹមភាគ18គឺភាគ19រឿងយើងនឹងចប់តែម្ដងតែយ៉ាងណាក៏យើងមិនទាន់ដឹងច្បាស់ការថាភាគ19នឹងចប់ឬក៏មិនចប់ដែរប៉ុន្តែព្រោះដោយសារតែរឿងអាឆាយហើយនិងអាជីត្រូវបាយការត្រឹមភាគ18នេះហើយអញ្ចឹងភាគ19វាមានអីទៀតបងប្អូនបាទមានតែលោកវិទ្យជួបជាមួយនឹងម៉ាលីហើយគឺរឿងយើងចប់តែម្ដងវាមានតែប៉ុណ្្នឹងឯងបាទតែបើសិនជាបងប្អូនទាំងអស់គ្នាចង់ដឹងកាន់តែច្បាស់យើងមានតែចាំអត់មើលភាគ19ទាំងអស់គ្នាថាតើភាគ19នឹងចប់ឬមិនចប់យើងមានតែចាំអត់មើលទាំងអស់គ្នាបងប្អូនហើយមួយរឿងនេះគឺបងប្អូនយើងគ្រប់គ្រងខ្លាំងមែនទែនណាបងប្អូនបាទគឺត្រឹមរយៈពេលតែ10ម៉ោងទៅ12ម៉ោងគឺ1លាន view ជាងហើយអញ្ចឹងបងប្អូនយើងគ្រប់គ្រងស្នាដៃនិពន្ធរបស់ពូត្រូលខ្លាំងមែនទែនហើយណាមួយទៀតរឿងភាគអញ្ចឹងគឺបងប្អូនយើងតាមដានខ្លាំងមែនទែនអញ្ចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបងប្អូនអរគ្នាបាទអញ្ចឹងជួបគ្នានៅភាគ19ទាំងអស់គ្នាបងប្អូនបាទថារឿងនឹងចប់ឬក៏មិនចប់